តាំងពីថ្ងៃរហូតដល់យប់ល្ងិតនោះគឺខ្ញុំរវល់ជាមួយនឹងលាងអាងទឹកខ្យងហ្មងនិយាយទៅគឺដោយសារតែខ្ញុំតែមកដល់ស្រុកដែរទេហើយរដងគឺខ្ញុំនៅភ្នំពេញអញ្ចឹងណាអញ្ចឹងសើបានមើលគ្នារត់ដល់ទេហើយអាណិតវាដែរយូរដូរទឹកដាក់ទឹកអីឲ្យគ្នាម្ដងហើយដាក់ចំណីឲ្យគ្នាយូរម្ដងទៀតហើយក៏ដំបងខ្ញុំសុំខ្យងហ្នឹងបានពួចមកពីមិត្តភក្តិខ្ញុំទេហើយចិញ្ចឹមហ្នឹងគិតថាចិញ្ចឹមអត់រស់ទេពួកអីអត់ដឹងថាគេចិញ្ចឹមខ្យងមិនវិធីសាស្ត្រអីមិនអញ្ចឹងណាយើងចេះចិញ្ចឹមលេងគ្រាន់តែទុកពេលដែលយើងអត់សុខយើងមកមើលខ្យងអញ្ចឹងណាហើយមែនពេលដែលយើងចិញ្ចឹមខ្យងពេលយើងមកមើលវាយើងសប្បាយភ្នែកហ្មងសប្បាយភ្នែកនឹងមើលពេលវាស៊ីចំណីពេលដែលយើងប្រហុតទឹកចេញពីអាងបើយើងអត់យកកញ្ច្រែងឬក៏យកកណាត់អីដែលមានបន្លាស់យកមកត្រង់ទេគឺខ្យងដល់ទៅតាមហ្មងនិយាយទៅគឺយើងមើលជួនកាលគឺយើងមើលខ្យងនឹងភ្នែកមើលអត់ឃើញទេដោយសារតែវាទុយអាខ្លះមានអាកូនវាទុយអញ្ចឹងណាយើងមើលអត់ឃើញដល់ពេលអញ្ចឹងទៅក៏តែមានប្រដាប់ត្រង់ឬក៏កញ្ច្រែងអីយើងយកមកត្រង់វាអញ្ចឹងណាហើយនិយាយមែនកន្លែងហ្នឹងគ្រាន់តែមើលទឹកអាងខ្យងក៏ដឹងថាទុកគ្នាយូរប៉ុណ្ណាដែរតម្រាំតាដូរទឹកឲ្យគ្នាហើយដាក់ចំណីឲ្យគ្នាទៀតមើលទឹកឡើងខៀវវែកហ្មងលក្ខណៈថាអាស្លាយនឹងវាកាន់ច្រើនណោះតែសើខ្យងវារស់បានយូរមែនយើងអត់សូវបានដាក់ចំណីឲ្យវាហើយគឺវារស់បានយូរហ្មងនិយាយទៅគឺមិនដឹងថាវាស៊ីអីខ្លះតែដល់ពេលវាបន្តជីវិតចឹងណាព្រោះឲ្យខ្ញុំមិនសូវបានដាក់ចំណីឲ្យវាទេគ្រាន់តែជួនកាលដូរទឹកអីឲ្យគ្នាហើយម្ចាស់ហ្នឹងដឹងតែទៅឆ្ងាយពីវាទៀតហើយមិនសូវបានដាក់ចំណីឲ្យវាដិតដល់ទេប៉ុន្តែខ្យងវាស្រួលចិញ្ចឹមដែរវារស់បានយូរដែរគ្រាន់តែយើងដាក់ចំណីឲ្យវាទីទួចចឹងជួនកាលខ្ញុំប្រើប្អូនខ្ញុំឲ្យដាក់ចំណីឲ្យចឹងទៅគ្នាបានបន្តជីវិតទៀតទៅជួនកាលវាស៊ីស្លាយអីចឹងទៅហើយខ្យងគឺវាចូលចិត្តស៊ីបន្លែធម្មជាតិហ្មងមានដូចជាស្លឹកដលងស្លឹកតកួនស្លឹកអនងស្លឹកបាសអីហ្នឹងស្លឹកជ្រលងអីហ្នឹងគឺវាចូលចិត្តស៊ីហ្មងឲ្យតែប្រភេទទុនចឹងណាបន្លែអីក៏ដោយក៏វាចូលចិត្តស៊ីដែរនិយាយទៅស្រួលចិញ្ចឹមណាស់ខ្យងហើយបងប្អូនដឹងថាខ្យងហ្នឹងខ្យងអីអត់ខ្យងហ្នឹងគឺខ្យងបឺខ្ញុំបានពួចមកពីមិត្តភក្តិខ្ញុំអញ្ចឹងណាញ៉ឹងហើយកាលនោះខ្ញុំយកមកអញ្ចឹងទុយទេណាប៉ុន្តែឥឡូវធំមែនតើហ្មងតែដល់ពេលអាធំវាទៅធំអស់ហ្នឹងទៅវាចាប់ផ្ដើមកាត់កូនកាត់ចៅមកទុយអញ្ចឹងណាបងប្អូនអញ្ចឹងវាមិនទាន់អាចថាធំប៉ុនគ្នាស្មើគ្នាទាំងអស់ទេបើហូតទឹកអស់ហើយទៅគឺឃើញខ្យងនៅក្នុងអាងហ្នឹងច្រើនមែនតើហ្មងគ្រាន់តែមើលយីមែនគួរឲ្យស្រឡាញ់ហ្មងសំខាន់ពណ៌វាខ្ជូតលឿងអញ្ចឹងណានិយាយទៅម្ចាស់នេះចិញ្ចឹមវាមែនតែអត់ហ៊ានស៊ីណាយីមែនណាអត់ហ៊ានស៊ីវាទេមិនដោយសារមិនទេប៉ុន្តែវាអារម្មណ៍ដូចថាយើងចំខំចិញ្ចឹមវាអញ្ចឹងប៉ុន្តែដល់ពេលអត់ចង់ហ៊ានស៊ីវាអញ្ចឹងហើយលាងអាងទឹកខ្យងថ្ងៃហ្នឹងគេទៅខ្ញុំបានក្មួយមកជួយដែររដងខ្ញុំលាងតែម្នាក់ឯងអញ្ចឹងណាតែដល់ពេលលាងម្នាក់ឯងវាហត់ដែរថ្ងៃហ្នឹងបានក្មួយមកជួយតែវាក្រនដែរអញ្ចឹងណាហើយទៅក៏សប្បាយដែរមានគ្នាចឹងទៅមិនសូវហត់ទេហើយនេះបងប្អូនគឺខ្ញុំមកបេះស្លឹកដំឡូងដើម្បីដាក់ឲ្យខ្យងស៊ីចឹងណានិយាយទៅស្លឹកអីក៏បានដែរបងប្អូនប៉ុន្តែហាមតែស្លឹកណាដោយហាមមិនដំណើរដូចរឹងអីចឹងណាក៏ខ្យងពិបាកស៊ីដែរអញ្ចឹងទៅផ្ទះខ្ញុំសម្បូរដើមដំឡូងដល់ពេលចឹងទៅស្លឹកដំឡូងក៏វាច្រើនទៅតាមនឹងដែរអញ្ចឹងដាក់ឲ្យវាស៊ីបងទៅនិយាយទៅពេលដែលដាក់ឲ្យវាចឹងអូយមែនខ្យងឡើងមកកឹកមកស៊ីស្លឹកដំឡូងហ្នឹងណាថ្ងៃហ្នឹងគឺខ្យងសបាយហ្មងសបាយមាត់នៅក្នុងកាស៊ីហ្នឹងហ្មងព្រោះអីខ្ញុំបេះស្លឹកដំឡូងដាក់ឲ្យវាច្រើនហ្មងណាអូយមែនយូរដាក់ឲ្យគ្នាម្ដងដាក់ឲ្យច្រើនតរណាណៃមើលហើយរឿងចិញ្ចឹមខ្យងនេះមួយហត់តែត្រង់ពេលដែលយើងដូរទឹកហើយដាក់ទឹកឲ្យវាទេនិយាយទៅលាងអាងទឹកឲ្យវាហ្នឹងយើងមិនលាងតែម្ដងទេណាយើងលាង2 3ដងតតែពេលដែលយើងដាក់ទឹកហ្នឹងឃើញទឹកទៅថ្លាហ្នឹងអូខេហើយនិយាយទៅបើដាក់ចំណីទេមិនសូវម៉ានទេហត់តែត្រង់ពេលដែលយើងលាងអាងទឹកឲ្យវានឹងហ្មងឥឡូវចូលដល់ល្ងិតណាចូលចាប់ផ្ដើមល្ងិតតិចខ្ញុំចាប់ផ្ដើមពាក់ពិលហើយណាព្រោះអីពេលហ្នឹងគឺខ្ញុំប្រមូលកូនខ្យងតូចពេលដែលវាធ្លាក់ទៅដោយពេលដែលយើងបហូតទឹកធ្លាក់ទៅដោយហ្នឹងគឺខ្ញុំចាប់ផ្ដើមប្រមូលវាអាណាដែលថាយើងមើលឃើញយើងចាប់វាដាក់ចូលអាងវិញអញ្ចឹងណាហើយឥឡូវយីទៅគឺខ្ញុំដុសអាងដុសអីតតែស្អាតទៅបើថានៅស្លាយនៅអីកាន់ច្រើនក៏វាអត់បានដែរចិញ្ចឹមខ្យងហើយនេះខ្យងដែលខ្ញុំកើពីក្នុងអាងបានតែខ្លះទេនិយាយទៅនៅក្នុងអាងទៀតដោយសារតែវាស្លាយច្រើនពេកអញ្ចឹងខ្ញុំយកមកលាងនៅខាងក្រៅអញ្ចឹងណាមើលវីដេអូហ្នឹងតាំងពីថ្ងៃក្តៅងងរហូតដល់ម៉ោង 7 យប់ទៅតែខ្ញុំលាងខ្យងហើយណានិយាយទៅបើវីដេអូពេញ1 ម៉ោងជាងហើយខ្ញុំកាត់នៅសល់7 នាទីជាងគិតទៅអូយមែនយូរសាហាវហ្មងសម្រាប់ខ្យងបពេលដែលលាងស្លាយចេញវារៀងខ្ជូតរៀងស្អាតជាងមុនដែរនិយាយទៅខ្យងក៏វាចេះខ្ជូតដែរណាហើយឃើញមកកញ្ច្រែងអញ្ចឹងនៅក្នុងអាងមានទៀតច្រើនមែនតើហ្មងហើយខ្ញុំតែសារខ្យងមួយទៀតតែសារត្រង់ថាខ្លួនវាមួយឯងតែវាបង្កើតកូនមកពងមកច្រើនដល់កហ្មងវាបែបថាវាពង
ជាប់នៅតាមមាត់អាងហ៎ហើយខ្យងជាប់ស្លែនេះមួយលាងមកទឹកពីរទឹកអីមិនតាន់ជ្រះស្លែនឹងចេញទេ3ទឹក4ទឹកអីបានជ្រះស្លែនឹងចេញព្រោះអីស្លែនឹងវាកាន់ខ្យងហ៎អាស្លែខ្លះចឹងទៅវាកាន់ខ្យងកាន់តតែគ្នារបស់អាសបកខ្យងហ្នឹងរបកឡើងចេញពណ៌ផ្សេងចឹងណាឃើញអត់បងប្អូនពណ៌នោះអាពណ៌របកហ្នឹងស្លែវាកាន់យូរទៅវារបកចឹងហើយខ្យងរស់មួយពីរទូចប៉ុណ្ណាក៏ខ្ញុំប៉ុន្តែតតែមើលឃើញដែរលក្ខណៈថាប្រមូលមកវិញយើងស្ដាយវាអាណិតវាដាក់ឲ្យវាទៅក្នុងអាងវិញឲ្យវាបានស៊ីចំណីជាមួយនឹងការលេងទឹករបស់វាចឹងណាព្រោះឲ្យយើងខំដូរទឹកឲ្យវាហើយលាងខ្យងខ្ញុំលាងតតែជ្រះដីជ្រះស្លែអីអស់ខ្ញុំយកទៅដាក់ក្នុងអាងហើយដល់ពេលយើងដាក់ទឹកដាក់អីឲ្យវាថែមពីលើនឹងទៀតអូយស្អាតមែនតើណាខ្យងយើងមើលវាគួរឲ្យចង់កយគុណហ្មងណាហើយដល់ពេលអញ្ចឹងអីខ្ញុំឡើងចង់ស៊ីវាបដ ாய் ថ្ងៃហ្នឹងគឺការងាររបស់ខ្ញុំគឺលាងតែខ្យងមួយមុខគាត់និយាយទៅអត់រវល់ការងារផ្សេងទៀតទេឲ្យតែបានលាងខ្យងហើយដាក់ចិត្តលាងខ្យងហើយលាងតតែហើយបានព្រមពេលខ្លះក៏ខ្ញុំខ្ជិលលាងអាងដូរទឹកដាក់ទឹកឲ្យវាដែរអូយកាលដបងអាសាហ្មងអាសាខ្លាំងហ្មង2ថ្ងៃចឹងលាងអាងដូរទឹកឲ្យវាម្ដងហើយបើថាចំណីមួយថ្ងៃដាក់ឲ្យម្ដងមួយថ្ងៃដាក់ឲ្យម្ដងជួនកាលមួយថ្ងៃ2ដងអូយថាកាន់ដងអាសាណាដល់យូរទៅកាត់បន្ថយមួយអាទិត្យ2អាទិត្យនេះយើងឥឡូវដល់មួយខែតែទូខ្ជិលយ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចឈប់ចិញ្ចឹមវាដែរព្រោះអីពេលដែលដបងឡើយគឺខ្ញុំដាក់ចិត្តថាខ្ញុំចិញ្ចឹមវាឲ្យព្រោះអីខ្យងបឺតបងប្អូនគិតទៅថ្លៃហើយសាច់វាឆ្ងាញ់ណាខ្យងបឺតថ្លៃហើយសាច់ឆ្ងាញ់ទៀតហើយពេលដែលយើងស្ងោរឬក៏អាំងឬក៏យើងឆាអីចឹងណាជ្រលក់មួយទឹកត្រីកោះកងអូយថាជាតិសាហាវហ្មងហើយបើទៅថ្ងៃមុខបើមានណាគេចង់ទិញញ៉ាំអីចឹងណាអាចតាក់ទងមកខ្ញុំបាននិយាយទៅក៏ខ្ញុំអាចលក់ដែរប៉ុន្តែឥឡូវវានៅតូចពេកអញ្ចឹងអត់ទាន់លក់កើទេហើយនេះអាងខ្ញុំលាងទឹកឲ្យស្អាតហើយខ្ញុំចាក់ខ្យងចូលហើយខ្ញុំដាក់ចំណីឲ្យវាពីលើហ្នឹងណានិយាយទៅខ្ញុំព្រាចចំណីឲ្យវាស៊ីហ្មងចំណីបើយើងមានទៅស្អីអីច្រើនវែងឆ្ងាយទេដូចតែខ្ញុំនិយាយចឹងគឺស្លឹកដំឡូងហ្នឹងណាថ្ងៃហ្នឹងស្លឹកដំឡូងមានប្រមាណដាក់ឲ្យវាស៊ីទាំងអស់និយាយទៅបើថាស៊ីមិនគ្រាន់ទេដាក់ឲ្យវាស៊ីទៀតស្លឹកដំឡូងច្រើនម៉ងទុកធ្វើអីហើយស៊ីឲ្យអស់មើលខ្យងហើយខ្យងពេលដែលយើងដាក់ទឹកស្អាតឲ្យវាហើយវាស៊ីចំណីបានច្រើនហើយវាឆាប់ធំធាត់ទៀតបើយើងអត់សូវអាសាដូរទឹកទេដូចខ្ញុំអីមិនសូវអាសាទេចឹងបានវាមិនសូវធំចឹងណាបើថាដូរហើយដាក់ចំណីឲ្យវារាល់ថ្ងៃទៅធានាថាខ្យងក្នុងរយៈពេលថាកន្លះខែទៅ1ខែទៅធំលឿនហ្មង